ថ្ងៃអាទិត្យបាទទី30ខែសីហាឆ្នាំ2026ចុងសប្តាហ៍នេះយើងបានឈានមកដល់បាទសប្តាហ៍ជុំទី2បាទជុំទី2ហើយដែលមាន2គូសំខាន់គឺគូទី1ហាន់2បាទប៉ះជាមួយនឹងវ៉ាន់វឿនគណៈដែលមួយគូទៀតគឺការប៉ះគ្នារវាងធុនស៊ីហុងហើយនិងយ៉ាស៊ីនទីនេះអាចតាមដានដែរកាលពីជុំដំបូងណាជុំដំបូងគឺអាចថាធ្វើឲ្យទស្សនិកជនមួយចំនួនភ្ញាក់ផ្អើលទៅនឹងលទ្ធផលដែលបងប្អូនថាគិតថាគួរតែបែបនេះទៅជាបែបនោះអីចឹងណាបាទឥឡូវយើងឈានមកដល់ជុំទី2ហើយជុំទី2នេះសំខាន់ណាស់គឺជាជុំមួយដែលអាចនិយាយបានថានឹងកំណត់ជោគវាសនារបស់កីឡាករមួយចំនួនចេញពីកម្មវិធីនេះហើយអ្នកខ្លះអាចនឹងសល់ដង្ហើមសម្រាប់បន្តទៅទៀតអ្នកខ្លះនឹងហាលខោត្រឹមនេះហើយបាទអញ្ចឹងឥឡូវយើងមកកលេចមកមើលមកគូនេះបាទគឺគូនេះកាលពីជុំដំបូងខកចិត្តដូចគ្នាសុទ្ធតែបាត់មកបន្ទុកដូចគ្នាបាទគឺយ៉ាស៊ីនហើយនឹងធុនស៊ីហុងបាទធុនស៊ីហុងត្រូវបានហាន់ពីវាយផ្ដួលទឹកទី2ស្ទើរតែមិនគួរឲ្យជឿទេបាទបាត់បង់មួយបន្ទុកដំបូងក្រោមថ្វីដៃរបស់ហាន់2ស្របពេលដៃយ៉ាស៊ីនគឺស្ទើរតែក្អួតឈាមបាទស្ទើរតែក្អួតឈាមក្រោមថ្វីដៃរបស់វ៉ាន់វឿនបើនិយាយទៅសាច់វាយថា4 5ទឹកហ្នឹង4ទឹកហ្នឹងគឺយ៉ាស៊ីនឈ្នះហើយប៉ុន្តែទៅជ្រុលដាក់វ៉ាន់វឿនមកកែងពីក្រោយហ្នឹងអញ្ញាគណៈវិនិច្ឆ័យគឺផ្ដល់ជ័យជំនះនឹងឲ្យវ៉ាន់វឿនធ្វើឲ្យយ៉ាស៊ីនគឺបាត់មកបន្ទុកដ៏សំខាន់ហ្នឹងហើយធ្វើឲ្យរង្គោះរង្គើក្តីសង្ឃឹមរបស់គាត់ក្នុងការប្រកួតប្រជែងនេះដែរបាទអញ្ចឹងឈានមកដល់សប្តាហ៍នេះបាទទាំងធុនស៊ីហុងបាទទាំងយ៉ាស៊ីនគឺត្រូវការឈ្នះដិតខាតតែម្ដងដើម្បីអាចបន្តក្តីសង្ឃឹមក្នុងការប្រជែងតទៀតប៉ុន្តែបើសិនជាអ្នកណាចាញ់គឺមានន័យថាឱកាសហ្នឹងបាត់ដោយស្វ័យប្រវត្តិទៅហើយបាទបើទោះបីជាសល់មកប្រកួតក្នុងដៃក៏ដោយបាទទីនេះអាចមើលឃើញយ៉ាងម៉េចដែរចំពោះសមត្ថភាពចំពោះការប្រកួតជាទូទៅនៅក្នុងការប៉ះគ្នារវាងយ៉ាស៊ីនហើយនិងធុនស៊ីហុងមកប្រកួតនេះសិតតែអ្នកដែលល្អហើយខ្ញុំជឿជាក់ថាអ្នកតាមដានគុណខ្មែររបស់យើងក៏យកចិត្តទុកដាក់ច្រើនចំពោះគូនេះបាទដែរបាទសម្រាប់ខ្ញុំមើលឃើញស៊ីហុងគាត់ជាកីឡាករវ័យក្មេងដែលល្អទាំងក្បាច់ហើយការបុកក៏គាត់បុកមួយដែរបាទហើយក្បាច់គាត់គឺស្អាតមែនទែនស្អាតណាចង្វាក់គាត់ស្អាតមែនតែចង្វាក់ស្អាតបើនិយាយទៅដូចទីនេះថាចឹងស៊ីហុងនេះគាត់ថាកីឡាករដែលគាត់មានគាត់ថាក្បាច់គាត់ឆើតមកមើលយើងមើលទៅចេញក្បាច់គឺតាក់ទាញបាទលះហើយអាវុធគាត់មួយចំនួនហ្នឹងគឺក៏មានភាពមុតស្រួចដែរបាទធ្វើព្យុះធ្វើភ្លៀងទៅលើដៃគូបានច្រើនដែរប៉ុន្តែសំខាន់ត្រង់ថាស៊ីហុងបើនិយាយទៅអាវុធគាត់ទម្ងន់រៀងវាអត់តន់ដល់កម្រិតមួយដែលល្អបំផុតណាទម្ងន់អាវុធគាត់រៀងនៅមិនតន់ធ្ងន់ខ្លាំងដាច់ហើយសម្រាប់ការមើលឃើញរបស់ខ្ញុំការប្រកួតមួយនេះស៊ីហុងក៏រៀងក៏ពិបាកដូចដែរបើមិនងាយស្រួលទេមិនអាចសង្ឃឹមខ្ពស់ពេកទេក្នុងការប៉ះមួយយ៉ាស៊ីនដោយសារតែគាត់មានក្បាច់មានផ្លែមួយចំនួនហើយប៉ុន្តែយ៉ាស៊ីនគឺយើងដឹងហើយកីឡាករស្វិតបើនិយាយទៅយ៉ាស៊ីនតាំងពីឡើងល្បីដល់បងប្អូនស្គាល់មកអត់មានកីឡាករនៅវ័យអឺរ៉ុបទេណាហ្នឹងហើយបងអត់ជួបអ្នកល្បីគឺគ្រប់អស់ហើយអ្នកល្បីតាំងពីគីឡូ54យើងមកឡើងមកដល់57គឺជួបអ្នកខ្លាំងច្រើនណាស់សំបីតែអាវុធពេជ្រអតិតេដែលធ្លាប់ធ្ងន់អត់មានអង្គើទេរហូតដល់ផ្ដួលពេជ្រអតិតេទៀតអញ្ចឹងយ៉ាស៊ីនគឺភាពធន់របស់គាត់ខ្លាំងណាស់សំណួរសួរថាតើផ្លែហើយនឹងក្បាច់របស់ធុនស៊ីហុងហ្នឹងតើអាចធ្វើឲ្យមានភាពរង្គោះរង្គើទៅដល់ភាពធន់របស់យ៉ាស៊ីនដែរអត់អញ្ចឹងចង់និយាយថាប្រកួតនេះគឺធុនស៊ីហុងក៏សម្ពាធច្រើនដែរអាចក្តីបារម្ភច្រើនដែរបាទទី1គឺអាវុធរបស់គាត់អាចនឹងថាមើលទៅពិបាកក្នុងការសង្ឃឹមថាទាំងស្រុងថាអាចធ្វើបែកយ៉ាស៊ីនងាយស្រួលទី2គឺបញ្ហាភាពធន់របស់ធុនស៊ីហុងព្រោះឃើញធុនស៊ីហុងយើងឃើញបងប្អូនឃើញហើយបើយើងគិតពីការវាយក្នុងកម្មវិធីធំៗនេះនិយាយតែអញ្ចឹងចុះដែរបងប្អូនតាមដានខ្លាំងណាប៉ះមួយបឺតសង្ឃឹមនឹងប៉ះអ្នកល្អណាហើយប៉ះមួយនឹងហាន់2ក្នុងកម្មវិធីធំៗដែររៀបចំដោយគ្រុតនឹងតាក្រនេះអញ្ចឹងសិតតែមានរອບមានសឡប់គាត់ថាយ៉ាស៊ីនគឺយើងឃើញតាំងពីឡើងល្បីមកវាយយ៉ាងម៉េចក៏អត់មានតនណាអាចធ្វើឲ្យគាត់សឡប់ឬរອບបានដែរបាទនេះយើងប្រៀបធៀបថ្លឹងថ្លែងពីភាពធន់គឺយ៉ាស៊ីនគេមានតែមមានព្រៀបណាបាទបញ្ហារឿងកម្លាំងគឺយ៉ាស៊ីនខ្លាំងណាកម្លាំងអាចនឹងយ៉ាស៊ីនរៀងល្អជាងធុនស៊ីហុងទៀតវាយ5ទឹកណាបាទកម្លាំងល្អគប់ផ្សំទៅនឹងការវាយគៀកមើលទៅរបៀបចាប់អាចយ៉ាស៊ីនក៏គេរៀងបកកាយចាប់ដែរកវែងកវត្តធ្លាក់កម្លាំងច្រើនបាទគប់ផ្សំនឹងបញ្ហាហ្នឹងហើយណាមួយយ៉ាស៊ីនជាកីឡាករបុកប្រាវមកបោះគាត់ចាស់ដូចទឹកភ្លៀងចឹងហ្នឹងហើយបាទគឺថាយើងលើហងក្រោមហងមកប៉ាត់ហ្នឹងហើយវាទាញឲ្យកម្លាំងដៃគូគាត់រៀងពិបាកបិទហើយពិបាកទប់អីចឹងតើនេះគឺជាក្តីកង្វល់មួយប៉ុន្តែអាការវិភាគយើងមើលឃើញបច្ចេកទេសគាត់ជាទូទៅចឹងប៉ុន្តែអ្វីក៏វាអាចកើតមានបានដែរដោយកាលធុនស៊ីហុងគាត់មួយហាន់2ចឹងខ្ញុំឃើញថាភាគច្រើនគេយកធុនស៊ីហុង
ទៅពេលជាក់ស្ដែងបាទហាន់ពីវាយបដួលទឹកទី2បាទអញ្ចឹងចាំមើលការប្រកួតនេះប៉ុន្តែយើងឃើញភាពខ្លាំងភាពខ្សោយរបស់កីឡាករគឺបងប្អូនអ្នកដែលតាមដានគឺប្រកាសគាត់មើលឃើញអញ្ចឹងស្តៀងយើងអញ្ចឹងប៉ុន្តែយើងចង់និយាយថាការប្រកួតនេះគឺសំខាន់ណាស់ម្នាក់គឺគាត់ត្រូវតែថា 100% ពេញត្រូវមានអីគឺចេញឲ្យអស់ក្នុងការប្រកួតមួយនេះដើម្បីអាចបន្តក្តីសង្ឃឹមបានទៀតដល់ក្អត់ព្រោះម្នាក់អត់មានបន្ទុកក្នុងដៃទេថ្ងៃនេះបាទបាត់មកបន្ទុកម្នាក់កាលពីជុំដំបូងអញ្ចឹងបើគាត់ចាញ់មកប្រកួតនេះទៀតគឺហាលខោហើយបាត់ហាលខោហើយការប្រកួតយករង្វាន់ធំជូនក្លឹបហ្នឹងលែងមានឱកាសហើយបាទសល់មកប្រកួតក្នុងដៃហ្នឹងគ្រាន់តែដើម្បីបង្ក្រប់កាច់ទេប៉ុន្តែបើសិនជាអ្នកឈ្នះក្នុងការប្រកួតនេះគឺគាត់អាចអ៊ុតលទ្ធផលតទៅទៀតបានបាទអញ្ចឹងមានន័យថាអ្នកទាំងពីរត្រូវការឈ្នះជាចាំបាច់ចឹងបាទត្រូវការឈ្នះដាច់ខាតតែម្ដងនិយាយទៅបាទនិយាយទៅគាត់ពីដើមមកគឺត្រូវការឈ្នះចាំបាច់តាំងពីជុំទី1មកណាគឺអ្នកដែលឈ្នះគាត់មានឱកាសកាន់តែខ្ពស់ហើយប៉ុន្តែចង់និយាយថានេះជាចំណុចស្លាប់រស់ហើយម្ដងចំណុចនេះអាការយើងជុំទី1យើងអាចនៅអ៊ុតប្រកួតនេះបានអញ្ចឹងបើសិនជាប្រកួតនេះយ៉ាស៊ីនធុនស៊ីហុងត្រូវបានចាត់ទុកថាជាប្រកួតមួយស្លាប់រស់សម្រាប់គាត់ក្នុងកម្មវិធីនេះហើយអ្នកដែលឈ្នះអាចបន្តក្តីសង្ឃឹមទៀតបានអ្នកដែលចាញ់ហាលខោទៅការប្រកួតនេះហើយអញ្ចឹងយើងមានតែចាំមើលទេហើយនេះគឺជាការប្រកួតមួយដែលអាចនឹងបោះវែងសមត្ថភាពរបស់យ៉ាស៊ីនទៀតដែរព្រោះយ៉ាស៊ីនជួបអ្នកល្អច្រើនឥឡូវឡើងមកវាយគីឡូ57ផ្ដួលពេជ្រអាទិទេពឥឡូវមកជួបពីវ៉ាន់វឿនក៏គាត់វាយវ៉ាន់វឿននឹងមិនសូវធ្វើអីគាត់បានដែរនិយាយទៅស្រួលស្ដាប់ចឹងណាគាត់វាយខលលេខខណ្ឌកៈឥឡូវយកជួបមួយធុនស៊ីហុងទៀតចាំមើលតើសមត្ថភាពគាត់ដល់កម្រិតណាដែរវាយឡើងមកវាយ57យ៉ាស៊ីននេះបងប្អូនមួយចំនួនទីនេះក៏បងប្អូនខ្លះក៏ប្រហែលជាឃើញដែរគាត់ថាបងប្អូនខ្លះនិយាយថាគីឡូសឹងតែថាវាយឡើងវាយ60ក៏អត់បញ្ហាដែរកាយសម្ភាររបស់គាត់សមត្ថភាពរបស់គាត់ពេលនេះណាគឺសឹងថាទៅវាយមួយពេជ្រសម្បត្តិក៏បានដែរគឺឃើញអំពីភាពធន់របស់គាត់ភាពអាវុធរបស់គាត់ចេញទៅលឿនចេញទៅច្រើនអីចឹងទៅបាទប៉ុន្តែអាចថាគាត់មិនទាន់ឡើងទៅវាយភ្លាមគាត់ចាំស៊ីតាមដំណាក់កាលបាទស៊ីឡូ57សិនស៊ីឡូ57សិនចាំមើលឥឡូវស៊ីធុនស៊ីហុងផុតទៀតដែរឬក៏អត់AMS Sport ដើម្បីកីឡា